កូនដែលតែងតែស្ដាប់និងធ្វើតាមឪពុកម្ដាយគ្រប់រឿងពិតជាកូនល្អពិតមែនដែរឬទេមានឪពុកម្ដាយភាគច្រើនគាត់តែងតែយល់ថាកូនដែលស្ដាប់និងធ្វើតាមបង្គាប់របស់គាត់គ្រប់រឿងគឺជាកូនល្អតែតាមពិតទៅវាមិនមែនបែបនេះទាំងស្រុងនោះទេហេតុអ្វីបានជាដូច្នេះពីព្រោះថាក្នុងនាមជាឪពុកម្ដាយតើយើងប្រកាសដែរឬទេថារាល់ដំបូន្មានក៏ដូចជាការសម្រេចចិត្តរបស់យើងគឺពិតជាត្រឹមត្រូវនិងសុទ្ធតែជារឿងល្អមានពេលខ្លះអ្នកជាឪពុកម្ដាយក៏តែងតែសម្រេចចិត្តខុសនិងធ្វើខុសដូចគ្នាការដែលយើងចេះតែចង់ឲ្យកូនធ្វើតាមយើងនិងស្ដាប់តាមយើងគ្រប់រឿងពេលខ្លះវាគ្រាន់តែជាភាពអាត្មានិយមក្នុងនាមជាឪពុកម្ដាយរបស់យើងតែប៉ុណ្ណោះពីព្រោះថាការបដិសេធរបស់កូននឹងធ្វើយើងឈឺចាប់ធ្វើយើងមានអារម្មណ៍ថាខ្លួនឯងគ្មានតម្លៃឬគ្មានអំណាចដើម្បីបញ្ជាលើកូនជាដើមចុះតានិយមន័យរបស់កូនល្អគឺជាកូនបែបណាទៅជាកូនដែលប្រឆាំងនឹងដំបូន្មានឪពុកម្ដាយជាកូនដែលប្រឆាំងនឹងដំបូន្មានរបស់ចាស់ទុំចាស់ព្រឹទ្ធាចារ្យលោកគ្រូអ្នកគ្រូតើមែនដែរឬទេចម្លើយគឺមិនមែនទេដូចគ្នាកូនល្អមិនមែនចេះតែស្ដាប់តាមអ្នកដទៃឬក៏ចេះតែប្រឆាំងនឹងអ្នកដទៃដូចគ្នាប៉ុន្តែពួកគេចេះស្ដាប់ដោយបញ្ញានិងចេះតវ៉ាដោយការទទួលខុសត្រូវពីព្រោះតែពួកគេស្គាល់ច្បាស់ពីដែនកំណត់របស់ខ្លួនឯងកូនដែលតែងតែស្ដាប់និងធ្វើតាមដំបូន្មានរបស់ឪពុកម្ដាយគ្រប់យ៉ាងគាត់នឹងមិនសូវបានពិចារណាដោយខ្លួនឯងហើយអាចធ្វើឲ្យគាត់ខ្វះទំនុកចិត្តលើខ្លួនឯងមិនហ៊ានសម្រេចកិច្ចការអ្វីដោយខ្លួនឯងពីព្រោះតែខ្លាចខុសត្រូវឪពុកម្ដាយស្ដីបន្ទោសហើយថែមទាំងខ្លាចបាត់បង់ឈ្មោះជាកូនល្អដែលពួកគាត់តែងតែចង់បានពីមាត់របស់ឪពុកម្ដាយរបស់គាត់ថែមទៀតផងខ្ញុំទទួលស្គាល់ថាឪពុកម្ដាយគ្រប់រូបសុទ្ធតែចង់ឲ្យកូនបានល្អចង់ឲ្យកូនមានសុវត្ថិភាពចង់ឲ្យកូនមានស្ថិរភាពខ្លាចកូនលំបាកខ្លាចកូននឿយហត់ខ្លាចកូនត្រូវសង្គមមិនទទួលស្គាល់ព្រោះគ្មានឋានៈគ្មានកេរ្តិ៍ឈ្មោះគ្មានកិត្តិយសនៅក្នុងសង្គមជាដើមប៉ុន្តែសូមឪពុកម្ដាយគ្រប់រូបស្ដាប់ឧទាហរណ៍ទាំងអស់នេះសិនឧទាហរណ៍បុគ្គលល្បីៗនៅក្នុងប្រវត្តិសាស្ត្រដែលមានដូចជាលោក Albert Einstein ឪពុកម្ដាយរបស់គាត់ចង់ឲ្យគាត់មានអាជីពដែលមានស្ថិរភាពប៉ុន្តែគាត់ចូលចិត្តគណិតវិទ្យានិងទ្រឹស្ដីរូបវិទ្យាដោយមិនខ្វល់ពីស្ថិរភាពនៅក្នុងជីវិតតើការសម្រេចចិត្តរបស់គាត់បែបនេះគាត់ជាកូនល្អដែរឬទេដែលមិនព្រមធ្វើតាមដំបូន្មានរបស់ឪពុកម្ដាយប៉ុន្តែប្រសិនបើគាត់មិនសម្រេចចិត្តបែបនេះយើងគ្រប់គ្នាក៏ប្រហែលជាមិនបានស្គាល់ឈ្មោះរបស់គាត់ដូចជាឥឡូវនេះដែរហើយចំពោះលោក Elon Musk វិញក៏ដូចគ្នាឪពុកម្ដាយរបស់គាត់មិនគាំទ្រចំពោះការផ្លាស់ទីទៅនៅអាមេរិកនិងគំនិតអាជីវកម្មធំរបស់គាត់នោះទេពិសេសគឺឪពុករបស់គាត់ផ្ទាល់តែម្ដងប្រសិនបើគាត់ខ្លាចបាត់បង់ពាក្យថាកូនល្អនេះក៏ប្រហែលជាគ្មានគាត់ដូចឥឡូវនេះដែរព្រះសម្មាសម្ពុទ្ធក៏ដូច្នេះដែរយោងតាមពុទ្ធប្រវត្តិព្រះបិតាព្រះអង្គក៏មិនចង់ឲ្យព្រះអង្គធ្វើបែបនេះដូចគ្នាព្រះបិតាទ្រង់ចង់ឲ្យព្រះអង្គក្លាយជាព្រះមហាក្សត្រមិនចង់ឲ្យព្រះអង្គចេញសាងភ្នោះនោះទេដោយព្យាយាមតាមគ្រប់មធ្យោបាយដើម្បីទប់ស្កាត់ព្រះអង្គប៉ុន្តែព្រះអង្គនៅតែជ្រើសរើសសាងភ្នោះដដែលបន្ទាប់ពីស្ដាប់មកដល់ត្រង់ចំណុចនេះតើឪពុកម្ដាយគ្រប់រូបយល់យ៉ាងណាដែរមានចំណុចមួយដែលឪពុកម្ដាយភាគច្រើនប្រហែលជាមិនបានគិតដល់នោះទេគឺពួកគាត់ភ្លេចថាពិភពលោកមួយនេះមិនមានសុវត្ថិភាពសម្រាប់នរណាម្នាក់នោះទេសូម្បីតែយើងដែលជាឪពុកម្ដាយខ្លួនឯងក៏ដូចគ្នាយើងមិនអាចតាមការពារពួកគាត់បានរហូតនោះទេតួនាទីរបស់ឪពុកម្ដាយក្នុងការចិញ្ចឹមបីបាច់កូនគឺក្នុងនាមជាអ្នកដឹកនាំនិងក្នុងនាមជាអ្នកបង្ហាញផ្លូវមិនមែនជាអ្នកសម្រេចចិត្តឬក៏ជ្រើសរើសអ្វីគ្រប់យ៉ាងជំនួសកូននោះទេសូម្បីតែរឿងបន្តិចបន្តួចក៏ដោយសូមអនុញ្ញាតឲ្យពួកគេជ្រើសរើសជីវិតរបស់ពួកគេដោយខ្លួនឯងរាប់ចាប់តាំងពីរឿងបន្តិចបន្តួចនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេអនុញ្ញាតឲ្យពួកគេធ្វើខុសហើយឲ្យពួកគេរៀនស្វែងយល់ពីរបៀបដោះស្រាយបញ្ហាដោយខ្លួនឯងពីព្រោះថាកំហុសគឺជាគ្រូដ៏ល្អបំផុតដើម្បីស្វែងរកវិធីដែលត្រឹមត្រូវពិសេសគឺចំពោះកុមារតូចៗតែម្ដងរាល់ពេលដែលពួកគេធ្វើខុសសូមកុំប្រញាប់ស្ដីបន្ទោសទៅកាន់ពួកគេដោយទៅវិញអ្នកជាឪពុកម្ដាយគួរតែព្យាយាមស្វែងរកឧទាហរណ៍ណាមួយដើម្បីផ្ដល់ជាគំរូសម្រាប់អប់រំកូនហើយក៏មិនមែនជាការគ្រប់គ្រងនៅរាល់កំហុសឆ្គងដែលកូនបានធ្វើនោះដែរការធ្វើបែបនេះនឹងជួយឲ្យពួកគេលូតលាស់ធំធាត់ឡើងដោយទំនុកចិត្តនិងស្គាល់ពីដែនកំណត់របស់ខ្លួនឯងសរុបមកវិញក្នុងនាមខ្ញុំជាម្ដាយម្នាក់ខ្ញុំយល់ថាកូនដែលតែងតែស្ដាប់និងធ្វើតាមឪពុកម្ដាយគ្រប់យ៉ាងគឺគ្រាន់តែជាកូនល្អតាមការចង់បានរបស់ឪពុកម្ដាយប៉ុណ្ណោះប៉ុន្តែអាចមិនល្អចំពោះខ្លួនរបស់គេនិងសង្គមដែលគេរស់នៅផងដែរចុងក្រោយកុំភ្លេចចុច like និងចែករំលែកវីដេអូនេះម្នាក់មួយផងប្រសិនបើបងប្អូនទាំងអស់គ្នាយល់ថាវីដេអូមួយនេះមានប្រយោជន៍សម្រាប់បងប្អូនថ្មីដែលស្ដាប់វីដេអូរបស់ខ្ញុំយូរហើយមិនទាន់បាន follow page Facebook ឬក៏ subscribe channel YouTube ខ្ញុំទេបងប្អូនអាចចុច follow page Facebook និង subscribe channel YouTube របស់ខ្ញុំម្នាក់មួយទៅដើម្បីទទួលបានវីដេអូថ្មីដែលជាចំណេះដឹងបន្តទៀត